ភិបាលខេត្តតាកែវបញ្ជាឲ្យទប់ស្កាត់ការនាំចូលសាច់បង្កកពងទានិងទុរេនគ្រប់ច្រកទ្វារព្រំដែនជាមួយវៀតណាមឯកឧត្តមវ័យសំណាងអភិបាលខេត្តតាកែវបានធ្វើការណែនាំឲ្យទប់ស្កាត់កុំឲ្យមានការនាំចូលពងទាពងមាន់សាច់បង្កកជាពិសេសនោះគឺផ្លែទុរេនគ្រប់ច្រកទ្វារព្រំដែនរវាងខេត្តតាកែវនិងខេត្តអាងយ៉ាងខេត្តគៀនយ៉ាងរបស់វៀតណាមចូលមកកាន់ទីផ្សារប្រទេសកម្ពុជាព្រោះផ្លែទុរេនវៀតណាមកំពុងមានបញ្ហាសារធាតុគីមីបង្កផលប៉ះពាល់ដល់សុខភាពនេះជាការលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវនៅព្រឹកថ្ងៃប្រហ័សទី8ឧសភាឆ្នាំ2025នេះបន្ទាប់ពីការនាំចេញផ្លែទុរេនពីវៀតណាមទៅកាន់ទីផ្សារប្រទេសចិនកំពុងតែមានបញ្ហាដែលរកឃើញថាមានសារធាតុគីមីដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគស្ថានភាពនេះធ្វើឲ្យសល់ផ្លែទុរេនច្រើនជាពិសេសតម្លៃទុរេនមានការធ្លាក់ចុះហើយអាចនឹងមានការលួចនាំចូលមកកាន់ទីផ្សារកម្ពុជាបញ្ហានេះអាជ្ញាធរខេត្តបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់តាមច្រកទ្វារព្រំដែនអន្តរជាតិច្រកទ្វារព្រំដែនទ្វេភាគីច្រកទ្វារតំបន់ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឲ្យបានឯកឧត្តមវ័យសំណាងក៏បានមានប្រសាសន៍បន្តថារហូតមកដល់ពេលនេះមិនមានការលួចនាំចូលផ្លែទុរេនខុសច្បាប់ចូលមកកាន់ទីផ្សារកម្ពុជាតាមរយៈខេត្តតាកែវនោះទេហើយក្រៅពីផ្លែទុរេនអាជ្ញាធរក៏បានណែនាំឲ្យមន្ត្រីតាមច្រកទ្វារធ្វើការទប់ស្កាត់ការលួចនាំចូលពងទាពងមាន់និងសាច់បង្កកដែលខុសច្បាប់ចូលមកប្រទេសកម្ពុជាផងដែរ